ពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមរាជកុលបានពេតីនារីធម្មតាម្នាក់ឈ្មោះសុវណ្ណមាសាថ្ងៃណាមួយយើងនឹងយកនាងទៅនៅក្នុងរាជវាំងអាធុនមកឆៃអាហារមកទោះឯងជាក្រពើក៏ខ្ញុំស្រឡាញ់ឯងដូចកូនរាជកុលបុត្រត្រូវរៀបអភិសេកជាមួយព្រះនាងរំសាយសក់តែមួយគត់ព្រះនាងមានពូជពងខ្ពង់ខ្ពស់សមនឹងរាជវង្សក្រាបទូលគ្រឿងបរិក្ខារទាំងអស់ត្រូវបានរៀបចំរួចហើយក្រាបទូលសំពៅក៏ត្រៀមចេញដំណើរហើយដែរព្រះអង្គទ្រង់បានចាក់ចេញពីខ្ញុំហើយខ្ញុំស្នេហាទ្រង់តែខ្ញុំគ្មានសិទ្ធទេអាធុនទៅបំផ្លាញសំពៅនោះខ្ញុំមិនអាចឲ្យព្រះអង្គទៅរកនាងបានទេប្រយ័ត្នក្រពើធំណាស់អាធន់បោះមន់នឹងទាទៅឲ្យវាស៊ីលឿនពន្យាពេលវាទៅវាមិនស៊ីទេព្រះនាងសំពៅរបស់ព្រះបាទរាជកុលកំពុងត្រូវក្រពើគ្វាយប្រហារទ្រង់មិនត្រូវការអីទេខ្ញុំត្រូវទៅជួយព្រះអង្គជាបន្ទាន់ព្រះនាងរំសាយសក់យាងមកហើយព្រះនាងបានមកជួយយើងហើយអាធន់ឆាប់បញ្ឈប់ភ្លាមសូមឲ្យសមុទ្រខាស់ភ្លាមទៅទឹកសមុទ្រកំពុងបាត់អត់អស់ហើយនេះជាអំណាចទឹកដ៏អស្ចារ្យទ្រង់មិនអីទេព្រះពរទូលបង្គំអរគុណទ្រង់ណាស់ដោយសារការច្រណែនរបស់សុវណ្ណមាសាទើបមានរឿងបែបនេះថ្ងៃនេះជាថ្ងៃអភិសេកដ៏អស្ចារ្យខ្ញុំសប្បាយចិត្តណាស់ព្រះពរចាប់ពីថ្ងៃនេះយើងនឹងនៅជាមួយគ្នាជារៀងរហូតក្រពើអាធុនដែលស្ងួតស្រកានិងស្លាប់នៅលើដីប្រេះនោះក៏បានคล้ายទៅជាភ្នំមួយហៅថាភ្នំក្រពើទ្រង់មួនទ្រង់ទាដែលពួកពលបោះទៅឲ្យក្រពើក៏កើតទៅជាភ្នំមួយដើមឈើដុះពេញភ្នំហៅទីនោះថាភ្នំទ្រង់មួនទ្រង់ទាសំពៅដ៏ធំដែលខឿងជាប់លើគោកក៏បានคล้ายទៅជាភ្នំមួយដ៏ធំសម្បើមដែលអ្នកស្រុកហៅថាភ្នំសំពៅរហូតមកដល់សព្វថ្ងៃ